បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំចង់ចែកម្លែកនៅកលឹះ4ចំណុចដែលអាចនិយាយបានថាជាកំហុសឆ្គងរបស់បងប្អូនទាំងអស់គ្នាក៏បានឬក៏អាចថាជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាក៏បានបើសិនជាបងប្អូនទាំងអស់គ្នាចង់រលុយជាមួយ YouTube ខ្ញុំឃើញបងប្អូនយើងភាគច្រើនគាត់មានការសស្រាក់សស្រាំគាត់មានការអឺចំណង់នៅក្នុងការសាងចំណូលពី YouTube ត្រូវហើយបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាមានចំណង់ចំណូលចិត្តឬក៏អ្នកនរគ្នាមានចំណូលចិត្តនៅក្នុងការរកលុយពី YouTube Channel របស់ខ្ញុំអាចជួយបងប្អូនអរគ្នាបានបើទោះបីជាខ្ញុំគិតថាវាមិនអាចជួយបាន 100% ប៉ុន្តែខ្ញុំគិតថាបងប្អូនអរគ្នាគ្រាន់តែចំណាយពេលនៅក្នុងការរៀនតែប៉ុណ្ណោះមិនចំណាយថវិកាអីទេហើយបើសិនជាបងប្អូនអរគ្នាឆ្ងល់កន្លែងណាអាច comment សួរខ្ញុំបាននៅខាងក្រោមវីដេអូរបស់ខ្ញុំកុំឲ្យខាតពេលខ្ញុំចែករំលែកនៅកលឹះ4នោះជូនបងប្អូនអរគ្នាហើយកលឹះ4នោះខ្ញុំគិតថាសំខាន់សម្រាប់បងប្អូនអរគ្នាបាទទី1បងប្អូនអរគ្នាតែងតែផុសវីដេអូនៅក្នុងទូរស័ព្ទដៃត្រូវទេជាពិសេសគឺបងប្អូនទាំងអស់គ្នាថ្មីដែលអត់ទាន់មានកុំព្យូទ័រប្រើអញ្ចឹងសម្រាប់ខ្ញុំលើកទឹកចិត្តថាបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់មានកុំព្យូទ័រទេបងប្អូនទាំងអស់គ្នាមានអីអ្នកនរគ្នាអាចប្រើអាហ្នឹងបានឧទាហរណ៍អ្នកនរគ្នាមានទូរស័ព្ទប៉ុន្តែអ្នកនរគ្នាអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នានៅក្នុងការថតវីដេអូនៅក្នុងការ upload វីដេអូនៅក្នុងការ follow up ឬក៏តាមដានទៅលើ analytics graphic វីដេអូរបស់យើងឡើងចុះលឿនឬក៏ subscriber ឡើងលឿនឬក៏យឺតអីនៅក្នុងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែកំហុសមួយដែលបងប្អូនទាំងអស់គ្នាតែងតែផុសនៅក្នុងទូរស័ព្ទបងប្អូនទាំងអស់គ្នាគឺបងប្អូនទាំងអស់គ្នាប្រើ app ត្រូវទេអ្នកនរគ្នាប្រើapp របស់ YouTube ហើយអ្នកនរគ្នាចុចទៅដើម្បី upload ប៉ុន្តែជាក់ស្ដែងអ្នកនរគ្នាយល់ថាការ upload នៅក្នុងទូរស័ព្ទដៃរបស់យើងនេះវាអត់បានពេញលេញទេពេលខ្លះវាធ្វើឲ្យយើងហ្នឹងមិនអាចបានបំពេញចំណងជើងព្រោះចំណងជើងសំខាន់ណាចំណងជើងគឺជា keyword មួយចំណងជើងនៃវីដេអូរបស់យើងនៅក្នុងទូរស័ព្ទដៃបានទេអញ្ចឹងចំណុចនេះខ្ញុំចង់ឲ្យបងប្អូនអរគ្នាមុននឹងផុសវីដេអូអ្នកនរគ្នាគួរតែចូលទៅកែ file name ឈ្មោះ file របស់បងប្អូនអរគ្នាឲ្យបានរួចរាល់សិនឧទាហរណ៍វីដេអូបងប្អូនអរគ្នានិយាយពីអីនិយាយពីការស្ទូចត្រីអញ្ចឹងឧទាហរណ៍ how to fish អញ្ចឹងអ្នកនរគ្នាត្រូវតែសរសេរចំណងជើងនៃវីដេអូរបស់យើងឲ្យបានច្បាស់លាស់សិនឥឡូវខ្ញុំទៅបង្ហាញបងប្អូនអរគ្នានៅក្នុងកុំព្យូទ័រវិញបើសិនជាបងប្អូនទាំងអស់គ្នាកន្លងមកធ្លាប់មានកំហុសនៅក្នុងការផុសនៅលើទូរស័ព្ទណាបាទអ្នកនរគ្នាខ្ញុំបញ្ជាក់ឲ្យម្ដងទៀតគឺអ្នកនរគ្នាគួរតែកែ file name ឈ្មោះវីដេអូរបស់យើងនៅក្នុងទូរស័ព្ទនេះឲ្យហើយមុនពេលដែលយើង upload បើនៅលើកុំព្យូទ័រគឺស្រួលណាស់អ្នកនរគ្នាគ្រាន់តែចូលមកក្នុងកម្មវិធីកាត់វីដេអូរួចអ្នកនរគ្នាគ្រាន់តែ save វាមកឧទាហរណ៍ដូចវីដេអូរបស់ខ្ញុំមួយនេះបាទខ្ញុំនិយាយពីវីដេអូខ្លីនិងវីដេអូវែងមួយណាល្អជាងអញ្ចឹងវាជាចំណងជើងនៃវីដេអូរបស់ខ្ញុំហើយវាគឺជា keyword កន្លឹះមួយហើយវាជា keyword សំខាន់មួយហើយអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍កន្លែងហ្នឹងខ្ញុំជ្រុំទៀតចំណុចទី1អ្នកនរគ្នាត្រូវកែឈ្មោះ file វីដេអូរបស់បងប្អូនអរគ្នាមុនពេល upload មិនថាអ្នកនរគ្នាប្រើទូរស័ព្ទឬក៏អីទេតែបើអ្នកនរគ្នាប្រើ app រៀងពិបាកតែបើអ្នកនរគ្នាប្រើ Chrome ដូចខ្ញុំអញ្ចឹងខ្ញុំប្រើ Chrome បាទនៅក្នុងទូរស័ព្ទដូចគ្នាអ្នកនរគ្នាគ្រាន់តែដូរវាមកជា desktop mode មកគឺវាទៅជាទម្រង់ដូចកុំព្យូទ័រហើយអ្នកនរគ្នាមិនចាំបាច់ទិញចំណាយលុយទិញកុំព្យូទ័រទេអូខេអញ្ចឹងចំណុចទី1អ្នកនរគ្នាត្រូវកែ file name ហ្នឹងបាទដែលខ្ញុំចង់និយាយថាបងប្អូនមួយចំនួនដែលគាត់ផុសតាមទូរស័ព្ទគឺគាត់មើលរំលងកន្លែងហ្នឹងអញ្ចឹងជួនកាលគាត់អត់បានចាប់អារម្មណ៍ទេប៉ុន្តែចំណុចនេះវាមិនមែនជួយយើងបាន 100% ទេតែវាអាចជួយយើងបានមួយចំណែកដែរនេះជាបទពិសោធន៍របស់ខ្ញុំអូខេចំណុចទី2ដែលបងប្អូនទាំងអស់គ្នាខ្ញុំឧស្សាហ៍តែងតែឃើញអ្នកទាំងអស់គ្នាតែងតែមានកំហុសគឺវីដេអូ category បាទអ្វីទៅជាវីដេអូ category អ្នកទាំងអស់គ្នាទៅមើលជាមួយខ្ញុំវីដេអូ category គឺសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាឧទាហរណ៍ថាអ្នកទាំងអស់គ្នាចូលទៅ YouTube មួយចាស់ឧទាហរណ៍បាទឧទាហរណ៍អ្នកទាំងអស់គ្នាចូលទៅក្នុង channel YouTube ណាមួយចាស់បាទ youtube.com
អ្នកទាំងអស់គ្នានឹងឃើញវីដេអូមួយនេះមួយឆ្នាំ 8M view អ្នកទាំងអស់គ្នាឆ្ងល់ទេ category គេ category អីបានជា view ខ្លាំងណាស់ពេលខ្លះអ្នកទាំងអស់គ្នាថតវីដេអូប៉ុន្តែដាក់ category ខុសក៏ធ្វើឲ្យ YouTube អត់អាចសម្គាល់ថាវីដេអូរបស់យើងហ្នឹងគឺជាវីដេអូអីគេវីដេអូប្រភេទអីគួររុញទៅអ្នកណាមើលអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យ YouTube ពិបាកដែរឧទាហរណ៍ដូចវីដេអូរបស់ខ្ញុំ scroll មកខាងក្រោមឲ្យបងប្អូនទាំងអស់គ្នាមើលខ្ញុំអាចរៀងលឿនបន្តិចបងប្អូនទាំងអស់គ្នាខ្ញុំ scroll មកខាងក្រោមឲ្យបងប្អូនទាំងអស់គ្នាមើលវីដេអូ category ណា category នៃវីដេអូរបស់ខ្ញុំបាទកន្លែងនេះសំទោសបាទនេះផងខ្ញុំគឺខ្ញុំប្រើ how to and style វីដេអូរបស់ខ្ញុំផ្ទាល់គឺខ្ញុំប្រើ how to and style អ្នកនរគ្នាបើអ្នកនរគ្នាជា education ដាក់ education អ្នកនរគ្នាជា comedy ជា complain ដាក់ complain អ្នកនរគ្នាជាថតភ្លេងដាក់ភ្លេង music អញ្ចឹង YouTube ពេលដែលយើងផុសទៅ YouTube ដឹងថាវីដេអូរបស់យើងគឺជាវីដេអូបែបអីគេបែបភ្លេងបែប complain បែបបង្រៀនអញ្ចឹងវាស្រួលនៅក្នុងការ rank វីដេអូរបស់យើងឬក៏ suggest វីដេអូរបស់យើងឲ្យទៅ viewer យើងមើលនេះចំណុចទី1ចំណុចទី2ដែលខ្ញុំលើកឡើងបាទមួយទៀតខ្ញុំភ្ជាប់បន្ថែមនឹងទៀតអ្នកនរគ្នាខ្ញុំត្រឡប់ទៅកន្លែងនេះវិញបើសិនជាអ្នកនរគ្នាឃើញវីដេអូនេះឧទាហរណ៍អ្នកនរគ្នាធ្វើ food ដែរ street food អញ្ចឹងចោះឧទាហរណ៍ខ្ញុំលើកសាមញ្ញហើយងាយអ្នកនរគ្នានឹងឆ្ងល់ថាចំវីដេអូនេះមួយឆ្នាំ 8M view ហេតុអីបានលឿនម៉េះអញ្ចឹងអ្នកនរគ្នាចង់ធ្វើដូចគេត្រូវទេអញ្ចឹងអ្នកនរគ្នាចង់ដឹងថា category របស់គេអីគេអ្នកនរគ្នាអាចមកមើលវីដេអូនេះមួយខ្ញុំហើយត្រូវហើយអ្នកនរគ្នាគ្រាន់តែចូលមកកន្លែងនេះកន្លែងហ្នឹងណាអ្នកនរគ្នាវាយពាក្យថា YouTube Meta Data អ្នកនរគ្នាចុចលើហ្នឹងមកបន្តមកទៀតអ្នកនរគ្នាចុចលើនេះកន្លែងនេះបាទកន្លែងហ្នឹងហើយអ្នកនរគ្នាទៅមើលវីដេអូហ្នឹងបើកវីដេអូហ្នឹងអ្នកនរគ្នា copy file copy link URL នេះ copy មកយកមកដាក់កន្លែងនេះបាទណាកន្លែង submit link ហ្នឹងអ្នកនរគ្នា control V មកហើយចុចលើ submit ពេលហ្នឹងឯងវានឹងបង្ហាញ category ហ្នឹងឲ្យបងប្អូនទាំងអស់គ្នាឯងបាទនឹងបង្ហាញ category ហ្នឹងឲ្យបងប្អូនទាំងអស់គ្នាអ្នកនរគ្នា scroll មកក្រោមទៀតបាទ scroll មកក្រោមទៀតនេះអ្នកនរគ្នានឹងឃើញគេអត់ដាក់ថា food ទេគេដាក់ថា travel and event អញ្ចឹងបើសិនជាអ្នកនរគ្នាចង់បាន view ដូចគេអ្នកនរគ្នាដាក់ category ស្តៀងគេឲ្យត្រូវជាមួយគេប៉ុន្តែវាតតែវីដេអូរបស់អ្នកនរគ្នាគឺជាវីដេអូដែលតាក់ទងជាមួយនឹង food តាក់ទងជាមួយនឹង travel ដែរបាទអញ្ចឹងកន្លែងនេះខ្ញុំចង់ចែកម្លែកកលឹះមួយដែលល្អសម្រាប់បងប្អូនទាំងអស់គ្នាចំណុចទី3ដែលសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនគួរដល់ end screen ណា end screen ខ្ញុំបិទកន្លែងនេះបន្តិចខ្ញុំទៅវីដេអូរបស់ខ្ញុំកន្លែង end screen នេះអ្នកទាំងអស់គ្នាពេលខ្លះអត់បានចាប់អារម្មណ៍ទេនេះអ្នកទាំងអស់គ្នានឹងឃើញ end screen នេះអ្នកទាំងអស់គ្នាគួរតែដាក់កន្លែងនេះកន្លែងនេះអ្នកទាំងអស់គ្នាគួរតែ select ជា playlist ណាសុំបញ្ជាក់ណាគួរតែ select ជា playlist បានន័យថាពេលដែល viewer របស់យើងគាត់មើលវីដេអូរបស់យើងចប់គឺវានឹង load playlist របស់យើង playlist គឺជាគេហៅ series នៃវីដេអូរបស់យើងទាំងអស់អញ្ចឹង viewer របស់យើងពេលខ្លះគាត់យើងអាចទាញគាត់ឲ្យចាប់វីដេអូ1ទៅវីដេអូទី2ទៅវីដេអូទី3របស់យើងបន្ថែមទៀតអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាកុំភ្លេចណាចប់គឺយក playlist បាទកន្លែងហ្នឹងសំខាន់ណាស់ហើយអ្នកនរគ្នាចង់ដឹងថាដាក់ playlist យ៉ាងម៉េចអ្នកនរគ្នាអាចមើលវីដេអូរបស់ខ្ញុំបានកន្លែងនេះខ្ញុំសូមបញ្ជាក់ថាបើអ្នកនរគ្នាយក specific វីដេអូអ្នកនរគ្នាបានតែមួយទេតែបើអ្នកនរគ្នាយក playlist អ្នកនរគ្នាបានមួយ series មកវីដេអូរបស់អ្នកនរគ្នា200វីដេអូគឺចេញមកទាំងអស់អញ្ចឹងគាត់មើលចប់ពី1ទៅ1បាទនេះសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ទាញ viewer ហើយ YouTube ចូលចិត្តណាពេលដែលយើងទាញ viewer ពីវីដេអូទី1ទី2ទី3បន្ថែមទៅគឺ YouTube ចូលចិត្តណាបាទមួយទៀតចំណុចទី4ខ្ញុំឃើញបងប្អូនទាំងអស់គ្នាមានកំហុសច្រើនពាក់ព័ន្ធមួយនឹងចំណុចទាំងអស់ហ្នឹងហើយមានសំណួរច្រើនគឺតាក់ទងទៅនឹងការតើពេលដែលអ្នកទាំងអស់គ្នា upload ចប់អ្នកទាំងអស់គ្នាគួរ public ភ្លាមឬក៏ private ឬក៏ unlist បាទកន្លែងហ្នឹងសំខាន់ណាស់បងប្អូនទាំងអស់គ្នា
អូខេមកដល់កន្លែងនេះមុននឹងបន្តសម្រាប់បងប្អូនថ្មីដែលអត់ទាន់បាន subscribe channel របស់ខ្ញុំអាច subscribe channel របស់ខ្ញុំឬក៏ follow page របស់ខ្ញុំសម្រាប់បងប្អូនដែលត្រូវការ computer laptop desktop ហើយចង់ពិភាក្សាមួយខ្ញុំពាក់ព័ន្ធមួយចំណូលពី YouTube អីហ្នឹងអ្នកនរគ្នាអាចមកជួបខ្ញុំបាននៅពេលដែលអ្នកនរគ្នាទិញ computer ពីខ្ញុំបាទអរគុណអញ្ចឹងបន្តទៅទៀតខ្ញុំ discuss កន្លែងនេះ change សិនខ្ញុំអត់ save ទេអូខេខ្ញុំចង់ឲ្យអ្នកនរគ្នាមើលកន្លែងនេះបាទមើលកន្លែងនេះណាបាទមើលកន្លែង public នេះអ្នកនរគ្នានឹងឃើញ4ពេលអ្នកនរគ្នា upload ចប់វានឹងសួរបងប្អូនអរគ្នាថាតើអ្នកនរគ្នាចង់ private អ្នកនរគ្នាចង់ unlist អ្នកនរគ្នាចង់ member only ឬក៏ចង់ public channel ខ្លះអត់ទាន់មាន member only ទេអ្នកនរគ្នាសុំកុំទាន់អាល public អ្នកនរគ្នាអាចយក unlist ឬក៏អ្នកនរគ្នាអាចយក private សិនដើម្បីអីដើម្បីឲ្យ YouTube identify សម្គាល់វីដេអូរបស់យើងថាវីដេអូរបស់យើងគឺជាវីដេអូ category អីប្រភេទអីហើយ suggest ទៅអ្នកណាខ្លះដែលគួរមើលវីដេអូរបស់យើងបើសិនអ្នកនរគ្នា public ភ្លាម YouTube algorithm របស់ YouTube ខួរក្បាលរបស់ YouTube វាអត់ទាន់ចាប់បានថាតើវីដេអូរបស់យើងហ្នឹងគួររុញទៅអ្នកណាមើលទេអញ្ចឹងធ្វើឲ្យ suggest វីដេអូរបស់យើង rank នៃវីដេអូរបស់យើងធ្លាក់ចុះមួយចំនួននៅពេលដែលយើង public ភ្លាមណាបាទនេះសំខាន់សម្រាប់បងប្អូនអរគ្នាមួយទៀតអ្នកនរគ្នាសួរខ្ញុំទៀតថាចុះបើអ្នកនរគ្នាចង់ដាក់ schedule តើបានដែរឬអត់បើជា suggest របស់ខ្ញុំបើជាយោបល់របស់ខ្ញុំអ្នកនរគ្នាកុំដាក់ schedule ពីព្រោះជាបទពិសោធន៍ខ្ញុំដាក់ schedule ហើយខ្ញុំ public គឺខ្ញុំ public មាន view ច្រើនជាងខ្ញុំ schedule ហេតុអីខ្ញុំចាប់អារម្មណ៍ថា YouTube អត់ចូលចិត្តទោះបីជានេះគឺជាវិធីសាស្ត្ររបស់គេក៏ដោយក៏របស់ YouTube ក៏ដោយគឺជាគេហៅជា tool ជាមធ្យោបាយមួយសម្រាប់ឲ្យយើងផុសក៏ដោយប៉ុន្តែ YouTube អត់ចូលចិត្តអ្វីដែលជា automatic ទេអ្វីដែលជា AI អ្វីដែលជា robot ទេខ្ញុំចង់និយាយពី robot អត់និយាយពី AI រួមទេពេលខ្លះបងប្អូនទាំងអស់គ្នាស្ដាប់ទៅថាខ្ញុំនិយាយពី AI អត់ទេខ្ញុំនិយាយពី robot បានន័យថាវាធ្វើ automatic អញ្ចឹងជាទូទៅខ្ញុំ unlist វីដេអូរបស់ខ្ញុំហើយដល់ម៉ោងបានខ្ញុំបើកហើយខ្ញុំ public ដោយដៃអញ្ចឹងបាទខ្ញុំចង់និយាយថាបើអ្នកនរគ្នាដាក់ schedule អ្នកនរគ្នាកុំដាក់ schedule ម៉ោងដដែលអាចយឺត5នាទីអាចយឺត10នាទីអាចយឺត15នាទីតាមពេលវេលាដើម្បីកុំឲ្យ YouTube យល់ថាអានឹងវាគឺជា robot គឺជាមនុស្សយន្តអញ្ចឹងសរុបមកវិញ4ចំណុចដែលខ្ញុំបានលើកឡើងទី1បងប្អូនអរគ្នាផុសពីទូរស័ព្ទដៃទៅត្រូវចូលទៅក្នុង Chrome ហើយសរសេរ description អីឲ្យបានច្បាស់លាស់ដាក់ចំណងជើង file នៅក្នុងទូរស័ព្ទរបស់យើងឲ្យបានច្បាស់ចាំយើងផុសទី2បងប្អូនទាំងអស់គ្នាគួរតែដាក់គេហៅ meta data បាទ meta data category វីដេអូរបស់អ្នកនរគ្នាឲ្យបានត្រឹមត្រូវទី3អ្នកនរគ្នាគួរតែដាក់ playlist នៅ end screen និងទី4អ្នកនរគ្នាគួរតែ private ឬក៏ unlist ហើយ public ដោយដៃសុំកុំ public ដោយ schedule អាហ្នឹងគឺជាយោបល់របស់ខ្ញុំហើយ4ចំណុចនេះគឺជាបទពិសោធន៍របស់ខ្ញុំបើសិនជាខុសឆ្គងកន្លែងណាសូមអធិស្ឋានពីបងប្អូនអរគ្នាជាពិសេសគឺបងរៀមច្បងដែលគាត់ចេះដឹងច្រើនបទពិសោធន៍ច្រើនពាក់ព័ន្ធជាមួយនឹង YouTube បាទអរគុណអ្នកនរគ្នាហើយនៅចុងបញ្ចប់វីដេអូខ្ញុំជូនវីដេអូនៅចុងនេះជា playlist បងប្អូនអរគ្នាអាចសិក្សាពីវីដេអូរបស់ខ្ញុំលើកលែងតែនៅក្នុង page ទេខ្ញុំអត់មានបើបងប្អូនអរគ្នាស្គាល់ channel YouTube របស់ខ្ញុំចូលមកគឺឃើញហើយបាទអរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀតជំរាបលា